រាជធានីបាងកកកំពុងលិចលង់ក្នុងគំនរសម្រាមនិងទឹកជំនន់ខណៈខេត្តចំនួន40ផ្សេងទៀតរបស់ប្រទេសថៃកំពុងប្រកាសអាសន្នក្រហមត្រៀមទប់ទល់នឹងរលកយក្សកម្ពស់3ម៉ែត្រនិងបំណាក់ដីដ៏កាយសាហាវតើមានអ្វីកើតឡើងឲ្យពិតប្រាកដនៅប្រទេសថៃនៅពេលនេះប្រិយមិត្តទស្សនិកជនជាទីនិត្រីនៅថ្ងៃនេះខ្ញុំនឹងលើកយកព្រឹត្តិការណ៍ដ៏ក្តៅគគុកដែលកំពុងកើតឡើងនៅក្នុងប្រទេសថៃនៅថ្ងៃទី3ខែមិថុនាឆ្នាំ2026នេះតែម្ដងមិនមែនជារឿងលេងសើចទេបងប្អូនរដ្ឋបាលរដ្ឋធានីបាងកកកំពុងឈឺក្បាលវមុខយ៉ាងខ្លាំងរាល់ពេលមានភ្លៀងធ្លាក់ខ្លាំងម្ដងបាងកកប្រែពីទីក្រុងស៊ីវិល័យទៅជាសមុទ្រកណ្ដាលក្រុងប្រិយមិត្តដឹងទេហេតុអ្វីបានជាបាងកកលិចរហូតបែបនេះអាជ្ញាធរគ្រប់គ្រងប្រព័ន្ធលូទឹករបស់បាងកកបានចេញមុខបកស្រាយយ៉ាងច្បាស់ថាវាបណ្ដាលមកពីកត្តាធំចំនួន2បញ្ចូលគ្នាគឺធម្មជាតិនិងទង្វើរបស់មនុស្សកត្តាទី1គឺភូមិសាស្ត្របាតខ្ទះទីក្រុងបាងកកត្រូវបានសាងសង់នៅលើតំបន់ទំនាបដែលមានរាងដូចជាបាតខ្ទះអញ្ចឹងពេលភ្លៀងធ្លាក់ខ្លាំងទឹកមិនអាចហូរចេញតាមធម្មជាតិបានទេទីក្រុងនេះពឹងផ្អែកទាំងស្រុងលើម៉ាស៊ីនបូមទឹកខ្នាតយក្សនិងរូងក្រោមដីដើម្បីបូមទឹកទម្លាក់ទៅក្នុងទន្លេចៅប្រយ៉ាប៉ុន្តែបើភ្លៀងធ្លាក់ខ្លាំងហួសកម្រិតម៉ាស៊ីនបូមទឹកក៏ធ្វើការលែងទាន់ដែរបើយើងមើលទៅតាមទិន្នន័យស្រាវជ្រាវសកលបាងកកជាទីក្រុងមួយដែលកំពុងស្រុតចុះទៅក្រោមនីវ៉ូទឹកសមុទ្រពី1ទៅ2សង់ទីម៉ែត្រជារៀងរាល់ឆ្នាំនេះជាកត្តាដ៏គួរឲ្យខ្លាចបំផុតនៅថ្ងៃអនាគតកត្តាទី2សត្រូវលាក់មុខឬសម្រាមនេះគឺជាចំណុចដ៏គួរឲ្យហួសចិត្តបញ្ហាធំបំផុតដែលធ្វើឲ្យទឹកមិនស្រកគឺសម្រាមដែលប្រជាពលរដ្ឋចោលពីវាពីការថង់ប្លាស្ទិកកាកសំណល់អាហារពូកចាស់សូម្បីតែសម្បកកង់ឡានក៏ត្រូវបានយកទៅចោលតាមទីសាធារណៈផងដែរពេលភ្លៀងធ្លាក់មកដល់សម្រាមទាំងនេះត្រូវតែគួចចូលទៅស្ទះជិតឈឹងនៅតាមមាត់លូនិងទ្វារទឹកពេលទ្វារទឹកស្ទះប្រព័ន្ធលូទឹកទាំងមូលគឺស្ទះតែម្ដងវាធ្វើឲ្យចរាចរណ៍ជាប់គាំងប្រជាពលរដ្ឋរអ៊ូរទាំហើយអាជ្ញាធរត្រូវបង្ខំចិត្តចាត់មន្ត្រីទៅប្រចាំការ24ម៉ោងលើ24ម៉ោងដើម្បីដើរកាយសម្រាមចេញទាំងថ្ងៃទាំងយប់បងប្អូនកុំទាន់គិតថាមានតែបាងកកដែលកំពុងរងគ្រោះងាកមកមើលរបាយការណ៍បន្ទាន់ពីនាយកដ្ឋានអូតូនិយមថៃវិញការព្រមានកម្រិតធ្ងន់ត្រូវបានប្រកាសអាសន្នទូទាំងប្រទេសជាពិសេសខេត្តចំនួន40ត្រូវត្រៀមទប់ទល់នឹងភ្លៀងធ្លាក់យ៉ាងគំហុកនិងខ្យល់កន្ត្រាក់នៅតំបន់ខាងកើតនិងជុំវិញបាងកក 60% នៃផ្ទៃដីនឹងត្រូវគ្របដណ្ដប់ដោយព្យុះផ្គររន្ទះខេត្តដែលរងគ្រោះធ្ងន់ជាងគេមានដូចជាជុំបុរីរ៉ាយ៉ងនិងចន្ទថាបុរីភាគខាងជើងនិងឦសានដូចជាខេត្តម៉ែហុងសនតាកឧដុនធានីនិងនគររាជសីមាក៏មិនរួចខ្លួនដែរគឺភ្លៀងនិងវាយប្រហារមិនត្រាប្រណីនោះទេតើអ្វីទៅជាមូលហេតុនៅពីក្រោយបាតុភូតដ៏កាយសាហាវនេះអ្នកជំនាញអាកាសធាតុបានបញ្ជាក់ថាគឺដោយសារតែឥទ្ធិពលនៃខ្យល់មូសុងនិរដីដ៏មានឥទ្ធិពលដែលកំពុងបកកាត់សមុទ្រអាដាមែននិងឈូកសមុទ្រថៃនេះមិនមែនជារឿងធម្មតានោះទេបំរែបំរួលអាកាសធាតុសកលបានធ្វើឲ្យខ្យល់មូសុងប្រចាំឆ្នាំកាន់តែមានកម្លាំងខ្លាំងនិងពិបាកទាញទុកជាងមុនដែលអាចបង្កជាគ្រោះមហន្តរាយភ្លាមដោយគ្មានការព្រមានទុកជាមុនយូរនោះឡើយឥឡូវនេះយើងឈានចូលដល់ចំណុចដែលរន្ធត់បំផុតនៃព័ត៌មាននេះហើយគឺស្ថានភាពទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃលោកធីរផាត់ខាន់ឆាម៉ាតអគ្គនាយកនៃនាយកដ្ឋានបង្ការនិងបន្ធូរបន្ថយគ្រោះមហន្តរាយបានចេញបញ្ជាបន្ទាន់បំផុតដោយបានដាក់ខេត្តទេសចរល្បីៗចំនួន6ឲ្យស្ថិតនៅក្នុងស្ថានភាពប្រកាសអាសន្នខ្ពស់បំផុតចាប់ពីថ្ងៃទី3ដល់ថ្ងៃទី8ខែមិថុនាខេត្តទាំងនោះរួមមានដូចជារ៉ាណងផាងងាភូកេតក្រាប៊ីត្រាំងនិងសាតុនបញ្ហាធំបំផុតមិនមែនត្រឹមតែភ្លៀងនោះទេគឺទឹកជំនន់ភ្លាមទឹកហូរគំហុកពីលើភ្នំនិងការបាក់ដីល្បាប់សាកស្រមៃមើលបងប្អូនពេលយប់ប្រលប់កំពុងគេងលងលក់ស្រាប់តែទឹកបាក់ចុះពីលើភ្នំមកសម្អាតភូមិឋានតើវានឹងសាហាវកម្រិតណា
អាជ្ញាធរបានបញ្ជាឲ្យកងកម្លាំងសង្គ្រោះបន្ទាន់គ្រឿងចាក់ធុនធ្ងន់និងទីទួលសុវត្ថិភាពទៅរៀបចំជាស្រេច24ម៉ោងចំណែកឯនៅតំបន់លំហសមុទ្រអាដាមែនវិញគឺរឹតតែគួរឲ្យខ្លាចរលកត្រូវបានគេព្យាករណ៍ថានឹងមានកម្ពស់ពី2ទៅ3ម៉ែត្រហើយនៅតំបន់ដែលមានព្យុះភ្លៀងរលកអាចបោកបក់ឡើងខ្ពស់ជាង3ម៉ែត្រទៅទៀតអាជ្ញាធរបានបញ្ជាដាច់ខាត1បិទតំបន់ទេសចរប្រថុយប្រឋានដូចជាទឹកធ្លាក់និងរូងភ្នំ2ហាមឃាត់ភ្ញៀវទេសចរមិនឲ្យចុះលេងទឹកសមុទ្រជាដាច់ខាត3នាវាដឹកទំនិញនិងទូកនេសាទត្រូវប្រុងប្រយ័ត្នខ្ពស់ហើយអាចនឹងត្រូវហាមឃាត់មិនឲ្យចេញទូកតែម្ដងបើសភាពការកាន់តែអាក្រក់ទៅនេះគឺជាការវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចទេសចររបស់ថៃខេត្តដូចជាភូកេតនិងក្រាប៊ីដែលជាម៉ាស៊ីនរកលុយដ៏ធំនឹងត្រូវរងការកកស្ទះនិងខាតបង់ចំណូលរាប់លានដុល្លារក្នុងមួយថ្ងៃដោយសារតែការផ្អាកដំណើរការទូកកំសាន្តនិងការលុបចោលការកកបន្ទប់សន្តាគារពីសំណាក់ភ្ញៀវទេសចរអន្តរជាតិស្ថិតនៅក្នុងស្ថានភាពដ៏តានតឹងនេះរដ្ឋាភិបាលថៃមិនបាននៅស្ងៀមនោះទេពួកគេបានជំរុញឲ្យប្រជាពលរដ្ឋទាំងអស់ទាញយកកម្មវិធីទូរស័ព្ទដៃមានឈ្មោះថា Thai Disaster Alert ដើម្បីទទួលបានការជូនដំណឹងទាន់ហេតុការណ៍និងអាចតាក់ទងទៅកាន់លេខទូរស័ព្ទសង្គ្រោះបន្ទាន់1784ដែលបើកដំណើរការ24ម៉ោងទោះបីជាយ៉ាងណាក៏ដោយបកមកមន្ត្រីគ្រប់គ្រងទឹកនៅទីក្រុងបាងកកវិញគាត់បានបន្សល់ទុកនៅសារមួយយ៉ាងចាក់ដោតថាទោះបីជាយើងមានបច្ចេកវិទ្យាទំនើបប៉ុណ្ណាម៉ាស៊ីនបូមទឹកធំប៉ុណ្ណាក៏យើងមិនអាចយកឈ្នះធម្មជាតិនិងទម្លាប់អាក្រក់របស់មនុស្សបានដែរប្រសិនបើប្រជាពលរដ្ឋនៅតែបន្តចោលសំរាមចូលទៅក្នុងប្រព័ន្ធលូនិងប្រឡាយទឹកសកម្មភាពចោលសំរាមតូចតាចរបស់បុគ្គលម្នាក់កំពុងបង្កើតជាមហន្តរាយដ៏ធំសម្រាប់ទីក្រុងទាំងមូលតើប្រិយមិត្តយល់យ៉ាងណាដែរចំពោះស្ថានភាពនៅក្នុងប្រទេសថៃនៅពេលនេះតើកម្ពុជាយើងគួររៀនសូត្រពីបញ្ហាទឹកជំនន់ដោយសារស្ទះសំរាមនេះដើម្បីកុំឲ្យទីក្រុងយើងជួបប្រទះបញ្ហាដូចគ្នាកុំភ្លេចបញ្ចេញមតិយោបល់នៅខាងក្រោមវីដេអូមួយនេះប្រសិនបងប្អូនពេញចិត្តវីដេអូមួយនេះសូមជួយចុច like share និង subscribe channel របស់ខ្ញុំដើម្បីទទួលបានព័ត៌មានក្តៅៗជារៀងរាល់ថ្ងៃនៅពេលនេះសូមអរគុណសូមជម្រាបលា